ម៉ាក់ក្មេងគាត់ប្រាប់ខ្ញុំបែបហ្នឹងដែរបងថាពេលសម្រាឲ្យពាក់អាវកកុំយកកន្សែងរុំដូចគេមួយវិញទៀតគឺអរគុណបងដែលប្រាប់ពីការបំបត្តិលំមួក្រពើអ្នកទាំងអស់គ្នាចាស់ពីដើមគាត់និយាយថាអញ្ចេះនៅពេលដែលទ្រូងយើងឡើងគឺគាត់ឲ្យយើងយកកន្សែងជ្រលក់ទឹកបើមិនទឹកក្តៅអ៊ុនទឹកត្រជាក់យកមករុំអាកន្លែងទ្រូងរបស់យើងហ្នឹងណាដល់ពេលហើយស្រាប់តម៉ាក់យើងគាត់សម្រាម៉ាក់យើងខ្លួនយើងម៉ាក់ហ្នឹងសម្រាហើយស្រាប់តអស់អាលីងតប៉ែតឡែតចង់និយាយថាអានៅកំមុំអត់សូវមានហើយហ្នឹងពេលសម្រាប់កូនហើយមិនធំតែអត់មានទេរៀបស្មើហើយយាទៀតអញ្ចឹងបានជាខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាអញ្ចេះពាក់អាវកកហ្នឹងមិនមែនសម្រាប់តែអ្នកដែលគាត់ផ្ដាច់ដោះកូនឬក៏ពាក់តែពេលដែលដោះឡើងទេអ្នកទាំងអស់គ្នាសម្រាប់កូនហើយអ្នកទាំងអស់គ្នាពាក់កកឲ្យមិនថាឲ្យពាក់តឹងពេកទេអ្នកទាំងអស់គ្នាពាក់ធម្មតាប៉ុន្តែសំខាន់គឺឲ្យមានកពេលកអញ្ចឹងទៅវាអត់ជីពេលដែលយើងជុំបើដោះកូនវិញណាម៉ាក់ក្មេងគាត់ប្រាប់ខ្ញុំបែបហ្នឹងដែរបងថាពេលសម្រាឲ្យពាក់អាវកកុំយកកន្សែងរុំដូចគេមួយវិញទៀតគឺអរគុណបងដែលប្រាប់ពីការបំបត្តិលំមួក្រពើអ្នកទាំងអស់គ្នាចាស់ពីដើមគាត់និយាយថាអញ្ចេះនៅពេលដែលទ្រូងយើងឡើងគឺគាត់ឲ្យយើងយកកន្សែងជ្រលក់ទឹកបើមិនទឹកក្តៅអ៊ុនទឹកត្រជាក់យកមករុំអាកន្លែងទ្រូងរបស់យើងហ្នឹងណាដល់ពេលហើយស្រាប់តម៉ាក់យើងគាត់សម្រាម៉ាក់យើងខ្លួនយើងម៉ាក់ហ្នឹងសម្រាហើយស្រាប់តអស់អាលីងតប៉ែតឡែតចង់និយាយថាអានៅកំមុំអត់សូវមានហើយហ្នឹងពេលសម្រាប់កូនហើយមិនធំតែអត់មានទេរៀបស្មើហើយយាទៀតអញ្ចឹងបានជាខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាអញ្ចេះពាក់អាវកកហ្នឹងមិនមែនសម្រាប់តែអ្នកដែលគាត់ផ្ដាច់ដោះកូនឬក៏ពាក់តែពេលដែលដោះឡើងទេអ្នកទាំងអស់គ្នាសម្រាប់កូនហើយអ្នកទាំងអស់គ្នាពាក់កកឲ្យមិនថាឲ្យពាក់តឹងពេកទេអ្នកទាំងអស់គ្នាពាក់ធម្មតាប៉ុន្តែសំខាន់គឺឲ្យមានកពេលកអញ្ចឹងទៅវាអត់ជីពេលដែលយើងជុំបើដោះកូនវិញណា